វាដោយសារតែក្រុម Ghost King Gang អាចចូលមើលទិន្នន័យធំលើជនរងគ្រោះដោយសារស្នាមសាក់ប្រសិនបើមិនដូច្នោះទេវាមិនអាចទៅរួចទេក្នុងការពន្យល់ពីសមត្ថភាពរបស់នរណាម្នាក់ដើម្បីតាមប្រមាញ់ពួកគេឲ្យបានច្បាស់លាស់បែបនេះឡើយនៅតែនៅទីនេះមើលទៅដូចជាខ្ញុំគិតច្រើនពេកហើយតោះជីកវាឡើងតើអ្នកកំពុងធ្វើអ្វីមានស្រទាប់ដីរលុងមួយនៅលើភ្នូនេះត្រូវបានរំខានយ៉ាប់ខ្លាំងណាស់វាគួរឲ្យរន្ធត់ណាស់ប៉ុន្តែស្នាមសាក់ខាងក្រោយត្រូវបានកាត់ចេញហើយក្បាលក៏បាត់ដែរតើមានអ្វីកើតឡើងចំពោះក្បាលឪពុករបស់អ្នកឪពុកខ្ញុំបានសាក់ធ្នូរបស់ Thor នៅពីក្រោយត្រចៀកខាងឆ្វេងរបស់គាត់និងសាក់ Thunderbolt នៅពីក្រោយត្រចៀកខាងស្ដាំរបស់គាត់ដែលទាំងពីរប្រើបច្ចេកទេសឆ្លាក់ខ្នាតតូចតំបន់សាក់មានទំហំតូចណាស់គ្មានអ្វីចម្លែកទេដែលពួកគេថែមទាំងយកក្បាលរបស់គាត់ទៀតផងយកឪពុករបស់អ្នកទៅវិញហើយបញ្ចុះគាត់នៅមាត់បឹងសិប្បនិម្មិតដើម្បីឲ្យអ្នកអាចមើលឃើញគាត់ញឹកញាប់ទៅរកថង់មួយដើម្បីដាក់សាកសពមិនអីទេចៅហ្វាយលោកបងធំអ្នកបានត្រឡប់មកវិញហើយប្រើជំនាញរបស់អ្នកដើម្បីធ្វើមឈូសមួយមករឿងនេះសពឪពុករបស់យីងការធ្វើមឈូសគឺងាយស្រួលវាជាជំនាញចាស់របស់ខ្ញុំអ្នកនៅទីនេះហើយជួយគាត់សាងសង់ចម្រុកឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដំបូងមើលថាតើឈ្មោះកន្លែងណាខ្លះដែលចាប់ផ្ដើមដោយអក្សរយីហួេតម្រុយរាប់ម៉ឺននេះឥឡូវគ្មានប្រយោជន៍តតែសោះកញ្ជ្រោងល្ងងនេះទៅមើលនាងសិនខ្ញុំជាវិញ្ញាណកញ្ជ្រោងតូចស្ងប់ស្ងាត់ខ្ញុំជាវិញ្ញាណកញ្ជ្រោងតូចស្ងប់ស្ងាត់អ្នកឆាប់ចេញទៅតើអ្នកកំពុងធ្វើអ្វីតើអ្នកមិនឃើញទេថាខ្ញុំកំពុងធ្វើសមាធិនេះជាវិធីសាស្ត្រនៃចិត្តគំនិតរបស់ត្រកូលកញ្ជ្រោងយើងវិធីសាស្ត្រនៃការតាក់ទាញតើពិតទេកុំបារម្ភពីវាអ្វីដែលខ្ញុំបណ្ដុះមិនមែនជារឿងរបស់អ្នកទេមិនអីទេខ្ញុំនឹងទៅសួរយីងតើអ្នកណាទុកកំណត់ត្រាស្វែងរកទាំងនោះនៅលើកុំព្យូទ័រកុំទៅក្មេងនេះអ្នកមិនបានប្រាប់ខ្ញុំឲ្យទៅឆ្ងាយទេប្រាប់ខ្ញុំមកតើមានអ្វីកើតឡើងពិតប្រាកដនៅមានមុខមកសួរទៀតវាជាកំហុសរបស់លោកទាំងអស់ធ្វើឲ្យបាត់បង់ការដាំដុះ300ឆ្នាំរបស់ខ្ញុំជាមួយនឹងកម្រិតនៃការដាំដុះដែលនៅសេសសល់របស់ខ្ញុំមិនអាចទប់ស្កាត់ការវាយប្រហារបានទេខ្ញុំបានរកវិធីដើម្បីសម្រិតសម្រាំងអំណាចនៃច្បាប់ចូលទៅក្នុងកន្ទុយរបស់ខ្ញុំប៉ុន្តែខ្ញុំមិនអាចទទួលបានជោគជ័យទេព្រោះចិត្តខ្ញុំមិនស្ថិតស្ថេរដូច្នេះតើការលោតនេះមានប្រយោជន៍ទេហាក់បីដូចជាគ្មានឥទ្ធិពលអ្វីទេខ្ញុំបានស្វែងរកវិធីអនុវត្តតាមអ៊ីនធឺណិតប៉ុន្តែវាច្បាស់ណាស់ថាមើលទៅដូចជាការបោកប្រាស់បន្ទាប់មកតើអ្នកអាចជួយខ្ញុំឲ្យស្ងប់បានទេខ្ញុំនៅសល់តែមួយជំហានទៀតប៉ុណ្ណោះដើម្បីគ្រប់គ្រងអំណាចច្បាប់ទាំងពីរនោះខ្ញុំក៏មិនដឹងថាត្រូវធ្វើយ៉ាងម៉េចដែរខ្ញុំបានដឹងថាត្រកូលកញ្ជ្រោងឈីងជីវមានវិធីសាស្ត្រមួយពួកគេបាននិយាយថាពួកគេត្រូវរកអ្នកដែលគួរឲ្យទុកចិត្តដើម្បីជួយប៉ុន្តែខ្ញុំមិនទុកចិត្តវិធីសាស្ត្ររបស់ត្រកូលកញ្ជ្រោងឈីងជីវរបស់អ្នកទេតើអ្នកអាចកែលម្អអំណាចច្បាប់នេះបានឬអត់គឺអាស្រ័យលើវាសនាទៅចុះឈប់ភ្លាមលីនយ៉នខ្ញុំចង់ឲ្យអ្នកជួយខ្ញុំអនុវត្តខ្ញុំជាកញ្ជ្រោងដ៏ស្រស់ស្អាតបំផុតក្នុងចំណោមយុវជនជំនាន់ក្រោយនៃត្រកូលកញ្ជ្រោងឈីងឈីវកងទ័ពខ្មោចបានឆ្លងកាត់តំបន់ជុំវិញស្ពានសន្តិភាពភ្លាមទ័ពខ្មោចកំពុងឈានទៅមុខសូមប្រជាពលរដ្ឋដែលនៅក្បែរនោះជម្លៀសចេញជាបន្ទាន់បងប្អូនឲ្យចាំមើលទាំងអស់គ្នាមិនអាចទៅរួចទេវាមិនអាចទៅរួចទេក្នុងការដាស់ស្នាមសាក់កម្រិតនេះនៅដំណាក់កាលនេះគួរឲ្យស្ដាយខ្ញុំអាចដាស់ត្រឹមតែមួយផ្នែកនៃអំណាចរបស់ស្នាមសាក់នេះប៉ុណ្ណោះខ្ញុំដឹងថាប៉ុណ្ណឹងមិនអាចឲ្យខ្ញុំយកជ័យជំនះបានទេប៉ុន្តែខ្ញុំមានវិធីមួយផ្សេងទៀតវាអាចឲ្យខ្ញុំខ្ចីអំណាចរបស់ស៊ីងធានបណ្ដោះអាសន្នបានថ្ងៃនេះខ្ញុំលូតុងសូមស្បត់ថានឹងការពារទឹកដីនេះដោយជីវិតរបស់ខ្ញុំបងប្រុសលេងគាត់គឺជាមនុស្សគួរឲ្យគោរពគាត់អាចដាស់ស្នាមសាក់ស៊ីងធានដោយបង្ខំបានប៉ុន្តែគុណភាពនៃចំហាយនេះអាចទាញយកធម៌ពលរបស់ស៊ីងធានបានតែមួយផ្នែកប៉ុណ្ណោះសម្រាប់ខ្ញុំមិនចង់ឲ្យបងប្រុសលូតុងលះបង់ដោយឥតប្រយោជន៍ទេ
លំដាប់ទី7ចំនួន3ក្បាលពិតជាល្អណាស់អាដែងជួយអញផងអាល្អិតយើងនឹងឲ្យអញស្គាល់លំពេងទម្លុះផ្កាយរបស់យើងល្បឿនល្មមហើយប៉ុន្តែកម្លាំងវិញឡើងកាក់លែងមានចំហាយខ្មោចទៀតហើយប្រហែលជាកងទ័ពខ្មោចត្រូវបានកម្ចាត់អស់ហើយខ្ញុំមិនដឹងថាខ្ញុំអាចប្រយុទ្ធបានឬអត់ទេប៉ុន្តែតួឯកនៅថ្ងៃនេះគឺលូតុងគាត់ហ៊ានលះបង់ជីវិតរបស់គាត់ដូច្នេះការកម្ចាត់ខ្មោចគ្មានក្បាលមួយនេះគឺជាកិត្តិយសរបស់គាត់ខ្ញុំមិនអាចដណ្ដើមយកកិត្តិយសរបស់គាត់បានទេគ្រប់គ្នាប្រញាប់ស្រូបយកថាមពលខ្មោចដើម្បីស្ដារកម្លាំងទៅនេះវាមិនស្មើភាពគ្នានោះទេគាត់បានស្រូបយកទាំងអស់ហើយទុកឲ្យពួកយើងតែបន្តិចប៉ុណ្ណោះទាំងអស់គ្នាស្ងប់ចិត្តបងប្រុសម្នាក់នេះមិនមានបំណងប្លន់យកថាមពលខ្មោចនោះទេវាប្រហែលជាដោយសារតែកម្រិតស្នាមសាក់របស់គាត់ខ្ពស់ពេកទើបស្ថានភាពនេះកើតឡើងកម្លាំងរបស់គាត់គឺជាក់ស្ដែងចំពោះមនុស្សគ្រប់គ្នាដរាបណាគាត់នៅទីនេះវាផ្ដល់ឱកាសរស់រានមានជីវិតកាន់តែច្រើនពិតណាស់អាជ្ញាធរនឹងមិនឲ្យការលះបង់របស់អ្នករាល់គ្នាឥតប្រយោជន៍ឡើយខ្ញុំតំណាងឲ្យអាជ្ញាធរសូមសន្យាថារាល់ថាមពលខ្មោចដែលមិនអាចស្រូបបាននៅថ្ងៃនេះខ្ញុំនឹងសងវាជូនអ្នកវិញនៅពេលក្រោយណាហើយមិនអីទេយ៉ាងណាក៏ស្នាមសាក់របស់ពួកយើងអន់ជាងរបស់គេឈ្នះហើយពួកយើងឈ្នះហើយជាសំណាងល្អនៅពេលដ៏សំខាន់ព្រលឹងខ្ញុំបានផ្លាស់ទៅពាក់កណ្ដាលនៃរាងកាយរបស់ខ្ញុំបើមិនដូច្នោះទេខ្ញុំប្រកាសជាស្លាប់ដោយសារការវាយប្រហារចុងក្រោយនោះមិនខានការបាត់បង់នៅថ្ងៃនេះនឹងត្រូវបានទូទាត់វិញដោយព្រលឹងនិងឈាមរបស់ប្រជាជនក្នុងក្រុងនេះទាំងអស់លូតុងបានប្រថុយជីវិតរបស់គាត់ប៉ុន្តែនៅតែមិនអាចសម្លាប់វាបានតើអ្នកណាទៀតអាចបញ្ឈប់សត្វចម្លែកបែបនេះបានត្រូវវិនិច្ឆ័យហើយបុគ្គលិកផ្លូវការទាំងអស់បានជម្លៀសប្រជាជនភ្លាមៗចេញពីទីក្រុងស្រមោលរត់ឲ្យបានច្រើនតាមអ្វីដែលអ្នកធ្វើបានចុះតើអាចសង្គ្រោះបានប៉ុន្មានអាស្រ័យតែលើវាសនាទៅកន្លែងណានេះហ្វានអូជីវបងប្អូនអើយមិនអាចដកថយបានទេយើងមិនអាចដកថយបានទេនៅពីក្រោយយើងគឺជាផ្ទះនិងក្រុមគ្រួសាររបស់យើងមិនអាចដកថយទេប្រយុទ្ធជាមួយវាដោយអស់ពីសមត្ថភាពរបស់យើងទុកវាឲ្យខ្ញុំចុះគឺគាត់ស្រមោចដែលមិនចេះប្រមាណកម្លាំងខ្លួនឯងអ្នកមិនស័ក្តិសមនឹងការអន្តរាគមន៍របស់ខ្ញុំទេឈាមរបស់ខ្ញុំក្រោកឡើងឲ្យយើងសាកទឹកដៃអ៊ីពិកហ្វីនតិចមើល